បាទអ្នកស្រុកមិសាំងបងប្អូននេះបាទស្រុកមិសាំងគឺគាត់ជួយគ្នាបងប្អូនបាទហ្នឹងហើយនៅពេលដែលមានសនអន់ក្រអីណាសនអន់ក្រគឺគាត់ជួយគ្នាមែនទែនបាទជួយគ្នាណាបាទឃើញថាលោកយាយបាទលោកយាយគាត់ជួយមកពីជាបាលនៅមន្ទីរពេទ្យភ្នំពេញទៅជួយទៅ2 ដងហើយអញ្ចឹងក៏បងប្អូនបាទនៅក្នុងស្រុកភូមិបាទពិសេសតាអាចារ្យគណៈកម្មការគាត់បាទមូលមតិគ្នាបាទសហការគ្នាធ្វើកម្មវិធីបាទថាកម្មវិធីសមាគមឬក៏សប្បុរសធម៌បាទជួយគ្នាទៅវិញទៅមកបងប្អូនបាទហ្នឹងហើយនៅពេលដែលបងប្អូនយើងមានអសន្នអន់ក្របាទពេលឈឺថ្កាត់ពេលអីចឹងគឺយើងជួយគ្នាបាទហ្នឹងហើយជួយគ្នាមិនចឹងបាទហ្នឹងហើយមិនថាកម្មវិធីអីចេះចុះទៅគឺមិនថាការមិនថាប៉ុនទេបងប្អូនបាទគឺជួយគ្នាណាបាទអ្នកស្រុកមេសាងយើងបាទអ្នកខ្លះជួយរវល់អ្នកខ្លះជួយវាថាជួយជាកម្លាំងកាយអ្នកខ្លះជួយជាសម្ភារៈបាទមានលុយកាក់មានអីផ្សេងទៅបាទគឺជួយគ្នាមែនទែនបាទកម្មវិធីឆ្លងទលេបនទៀនអីគឺច្រើនបាទគឺពួកគាត់តែងតែជួយយកសារគ្នាបាទអញ្ចឹងអ្នកស្រុកមេសាំងគឺល្អបាទល្អច្រើនបាទហ្នឹងហើយស្រុកមេសាំងណាហ្នឹងហើយហេហើយក៏អ៊ំពូមីងបងប្អូនបាទអញ្ជើញមកបាទអញ្ជើញមកបាទសួរសុខទុក្ខលោកយាយបាទហ្នឹងហើយក៏ដូចជាចូលរួមជួយឧបត្ថម្ភបាទតាមកម្លាំងកាយកម្លាំងចិត្តគឺយើងធ្វើអញ្ចឹងបាទធ្វើអញ្ចឹងអ្នកគ្នាមិនប្រកាន់អ្នកមានអ្នកក្របាទយ៉ាងណាទេឲ្យតែមានអសនអន់ក្របាទគឺចំណុចនេះគឺល្អមែនទែនបងប្អូនបាទបាទលោកអ៊ំអាចារ្យបាទបងខាងលោកភូមិអីបាទអញ្ញាធិដ្ឋានដីជាចាក់តាចារ្យបាទគាត់មូលតៈគ្នាបាទគោរពបាទកម្មវិធីហ្នឹងបាទគេហៅកម្មវិធីសមាគមបាទឬក៏រៃគៀសបាទថវិកាដើម្បីចូលរួមឧបត្ថម្ភជួយគ្នាទៅវិញទៅមកនៅពេលគាត់មានបងប្អូនយើងនៅក្នុងភូមិមានអសន្នអន់ក្រហ្នឹងហើយបាទជួយគ្នាទៅវិញមកបាទមិនថាខាងណាទេបាទអបកាន់និន្នាការនយោបាយឬក៏អ្នកមានអ្នកក្រអីទេបាទគឺជួយប្រសិទ្ធចិត្តបាទគឺនៅក្រៅមានច្រើនបងប្អូនបាទខ្ញុំថតទាំងក្នុងបាទមានបងប្អូនបាទអញ្ជើញមកច្រើនបាទនៅក្រៅហើយយកចំណែកស្រុកបងប្អូនវិញបាទមានធ្វើកម្មវិធីបែបហ្នឹងអីជួយធ្វើទៅមកបងប្អូននេះគឺស្រុកមេសាំងបងប្អូនបាទអរគុណបងប្អូនហើយខុសត្រូវណាស់ជាស្អីបាទជម្រាបលា